Facebook របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យដឹងថានៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន3ថ្ងៃនេះសម្ដេចតេជោនឹងជួបពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រី Shinzo Abe ហើយនឹងចុះហត្ថលេខាលើឯកសារសំខាន់ចំនួន2ដែលមានទឹកប្រាក់ប្រមាណជាង$240 លានក្នុងនោះមានដូចជាគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសពីរាជធានីភ្នំពេញពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានទឹកប្រាក់ប្រមាណ$800 លានដែលក្រុងនឹងស្នើនៅក្នុងជំនួបនេះនិងបំណងជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃឲ្យបានច្រើនដែលបង្កើតការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋនិងបង្កើនចំណូលថវិកាជាតិកាន់តែខ្ពស់នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាពេលនេះគឺដើម្បីរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតនិងដើម្បីជំរុញនិងបង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែខ្លាំងក្លាឡើងនាងខ្ញុំសួនសុខមាណុតពីកម្មវិធី Hoxabuzz